ខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាគឺថ្ងៃនេះគឺយើងមកសិក្សាបន្តទៅលើមុខវិជ្ជា Sensor and Alarm System ហើយថ្ងៃនេះគឺយើងសិក្សាទៅលើ sensor ពីរប្រភេទគឺទី1 proximity sensor and seal ទី2នោះគឺ proximity sensor seal ដែលក្រុមរបស់ខ្ញុំគឺមានចំនួន3នាក់ទី1គឺ Tin Fuad ទី2គឺ Ansman Ratana ទី3គឺ Wei Nilong សម្រាប់ពេលរៀនមួយនេះគឺយើងមានមេត្តាការដូចជាទី1គោលបំណងមេរៀនទី2សម្ភារៈនិង accessory ទី3ការដំឡើងទី4ដំណើរការនៃការអនុវត្តទី5គឺផលប្រយោជន៍របស់ sensor មកដល់ចំណុចទី1គឺគោលបំណងមេរៀន1គឺឲ្យយើងបានស្គាល់និងដឹងពីតួនាទីរបស់ sensor មួយនេះ2គឺយល់ដឹងពីរបៀបប្រើប្រាស់3ដឹងអំពីដំណើរការរបស់ sensor មួយនេះទី4នោះគឺអត្ថប្រយោជន៍របស់ sensor ដល់ចំណុចទី2គឺសម្ភារៈអនុវត្តនិង accessory ទី1គឺ accessory មានដូចជាទូលវីសទី2 board ជំនួយនិងបង្គោលជំនួយទី3នោះគឺ board control ដែល board control នោះវាមាន3ផ្នែកនៅក្នុងនោះហើយទី1នោះគឺ input power នោះមានតួនាទីសម្រាប់បំលែងថាមពលពីចរន្ត AC ទៅជាចរន្ត DC ហើយទី2គឺ terminal សម្រាប់ភ្ជាប់ខ្សែដើម្បីប្រើប្រាស់ទី3នោះគឺ output ដែលជាលទ្ធផលនៃការធ្វើតេស្តរបស់ sensor ហើយរបស់ចុងក្រោយគឺ sensor តែផ្ទាល់តែម្ដងដែល sensor យើងបែងចែកជាពីរទី1គឺ proximity sensor and seal ទី2គឺ proximity sensor seal ដើម្បីសម្គាល់ភាពខុសគ្នារវាង sensor ទាំងពីរនេះគឺមើលទៅលើក្បាលរបស់ sensor គឺទី1 unseal វាមានសភាពវែងជាង sensor seal ហើយ sensor ទាំងពីរនេះគឺមានជើងដូចគ្នាតែជើងពណ៌ត្នោតនោះគឺជើងបូប៉ុន្តែយើងត្រូវតវាទៅចូល output ហើយជើងមួយទៀតពណ៌ខៀវនោះគឺជាជើងដកដើម្បីយើងតទៅចូលដកហើយ sensor នីមួយៗនេះវាមានតួនាទីខុសគ្នាតែមិនខុសគ្នាខ្លាំងនោះទេគ្រាន់ថាទី1 proximity sensor and seal វាមានក្បាលសម្រាប់ detect ទៅលើ object វែងជាងដូច្នេះហើយឲ្យតែ object នៅជុំវិញខ្លួនឬក៏ពីលើពីក្រោមពីមុខគឺឲ្យតែនៅក្នុងតំបន់ដែលវាត្រូវ detect គឺវាចាប់បានទាំងអស់ប៉ុន្តែសម្រាប់ sensor proximity seal វិញគឺវាអាចចាប់បានតែ object ដែលនៅពីមុខវានោះទេហើយនេះគឺជាសៀកខ្វីរបស់ sensor នីមួយៗហើយវាគឺជាប្រភេទ NPN ទាំងពីរឥឡូវយើងមកដល់ចំណុចបន្ទាប់គឺចំណុចទី3ដំណើរការនៃការដំឡើងហើយយើងធ្វើការដំឡើងទៅលើ proximity sensor and seal ហើយនេះគឺជារូបរាងរបស់វាហើយនេះគឺជាជើងរបស់ sensor សម្រាប់តភ្ជាប់ជាមួយនឹង terminal បន្ទាប់មកគឺយើងយក sensor របស់យើងដាក់ទៅលើបោះជំនួយហើយយើងយកបង្គោលជំនួយដើម្បីមកផ្ទុកដំណឹងទៅឲ្យ sensor មួយនេះហើយយើងយកជើងរបស់ sensor ទាំងពីរនេះទៅដាក់ទៅតាមពលរបស់វាដែលយើងបានរៀបរាប់នៅ slide ខាងមុខហើយក៏យើងយក accessory មួលទៅលើជើងទាំងពីរនេះឲ្យជាប់តមកគឺជាការស្រេចយើងអាចធ្វើតេស្តទៅលើ sensor នេះបានហើយយើងមកដល់ចំណុចបន្ទាប់គឺការអនុវត្តហើយយើងមាន object សម្រាប់ធ្វើការតេស្តលើ sensor នេះតែនៅក្នុង object នេះមានដូចជាទង់ដែងដែកaluminiumក្រាស់aluminiumស្តើងនិង inox បន្ទាប់មកគឺយើងធ្វើការតេស្តទៅលើទង់ដែងតែរយៈចម្ងាយរបស់ sensor ដែលអាចចាប់បានទង់ដែងនោះគឺ7មីលីម៉ែត្រតមក aluminiumក្រាស់8មីលីម៉ែត្រ aluminiumស្តើង1សង់ទីម៉ែត្រសំណ1សង់ទីម៉ែត្រដែក15មីលីម៉ែត្របន្ទាប់មកគឺយើងធ្វើការតេស្តទៅលើ sensor proximity seal ម្ដងនេះគឺជារូបរាងរបស់វាហើយនេះគឺជាជើងរបស់ sensor មួយនេះគឺដូចគ្នាទៅនឹង proximity sensor and seal ដែរបន្ទាប់មកគឺយើងយក sensor ដាក់ទៅលើបោះជំនួយហើយក៏យើងយកជើងរបស់វាតភ្ជាប់ជាមួយនឹង terminal ទៅតាមជើងនីមួយៗរបស់វាឲ្យបានត្រឹមត្រូវតែយើងបានបកស្រាយនៅខាងមុខហើយនេះគឺជា object ដែលយើងត្រូវយកមកតេស្តនេះគឺដូចទៅនឹង object មុនដែរហើយដំបូងគឺយើងតេស្តទៅលើទង់ដែងមុនគេដដែលតែរយៈចម្ងាយដែលចាប់បាននោះគឺ7មីលីម៉ែត្រតមកយើងតេស្តទៅលើ inox គឺ1សង់ទីម៉ែត្រទី2 aluminiumក្រាស់3មីលីម៉ែត្រ aluminiumស្តើង1សង់ទីម៉ែត្រនិងដែក15មីលីម៉ែត្រហើយបើយើងបែរខ្នងវាមកក្រោយគឺដែកដែលវាចាប់បានគឺ aluminium ក្រាស់និងទង់ដែងហើយនិង inox បន្ទាប់ពីការធ្វើតេស្តទៅលើ sensor ទាំងពីរហើយក៏យើងសង្កេតឃើញថា sensor ទាំងពីរនេះគឺវាមានមុខងារមិនសូវខុសគ្នាប៉ុន្មាននោះទេគ្រាន់ថា unseal គឺវាអាចចាប់ជុំវិញខ្លួនវាបានហើយនិង seal អាចចាប់បានតែ object នៅខាងមុខហើយចំណុចមួយទៀតនោះគឺ sensor ទាំងពីរនេះនៅពេលដែលវាចាប់ទៅលើ object ដែលនៅក្នុងរយៈចម្ងាយដែលវាអាចចាប់បានច្បាស់គឺវានឹងបង្ហាញភ្លើងពណ៌ខៀវតែបើរយៈចម្ងាយដែលរៀងឆ្ងាយស្ទើរតែវាមិនអាច detect បានគឺវានឹងចេញភ្លើងពណ៌ទឹកក្រូចនៅខាងក្រោយ sensor ឥឡូវគឺយើងឈានមកដល់ចំណុចក្រោយគឺផលប្រយោជន៍របស់ sensor មួយនេះតែទី1នោះគឺជាច្រើនគេយក sensor proximity sensor នេះទៅប្រើនៅក្នុងប្រព័ន្ធឧស្សាហកម្មនៅក្នុងរោងចក្រផលិតចំណីអាហារឬក៏របស់របរប្រើប្រាស់មួយចំនួនទី2នោះគឺប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជាប្រព័ន្ធសុវត្ថិភាពនៅក្នុងផ្ទះឬក៏ស្ថានភាពផ្សេងៗទី3នោះគឺវិស័យបច្ចេកវិទ្យាទំនើបវិស័យកំសាន្តនិងវិស័យស្វែងរកលោហៈធាតុជាដើមហើយវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់អញ្ចឹងយើងសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់យើងពីដើមដល់ចប់ផងដែរបើសិនជាវីដេអូរបស់ពួកយើងមានកន្លែងណាខុសឆ្គងឬក៏ខ្វះខាតចំណុចណាមួយសូមអ្នកទាំងអស់គ្នា recommend ពួកយើងនឹងកែប្រែរាល់កំហុសទាំងអស់ឲ្យវាបានប្រសើរឡើងសូមអរគុណសូមជម្រាបលា